ថ្ងៃច័ន្ទ15កើតខែពិសាខឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2564ត្រូវនឹងថ្ងៃទី26ខែមេសាឆ្នាំ2021ថ្ងៃនេះជាថ្ងៃសិលនិងពេញបរមីហើយក៏ជាថ្ងៃវិសាខបូជាភេកបណ្ណាល័យជីវិតសូមធ្វើការជូអានជូននៅអត្ថបទអំពីគោលបំណងនៃការប្រារព្ធពិធីបុណ្យវិសាខបូជាដូចតទៅនេះវិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិជាងនេះទៀតប្រទេសជិត200ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័តនិងទទួលស្គាល់វិសាខបូជាបុណ្យអន្តរជាតិកាលពីឆ្នាំ1999ការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន3ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធព្រឹត្តិការណ៍ទាំងនោះគឺការប្រសូតការត្រាស់ដឹងនិងការចូលបរិនិព្វានព្រះពុទ្ធមានព្រះនាមដើមថាសិទ្ធត្ថដែលជាព្រះរាជបុត្រារបស់ព្រះនាងសិរិមហាមាយានិងព្រះបាទសទ្ធោទនៈព្រះអង្គត្រូវបានគេហៅព្រះនាមជាច្រើនទៀតដូចជាព្រះសម្មាសម្ពុទ្ធព្រះសមណគោតមព្រះចិនស្រីព្រះសមណីព្រះបរមគ្រូនិងព្រះសាស្តាជាដើមព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបរមីខែពិសាខឆ្នាំចមុនគ្រិស្តសករាជចំនួន623ឆ្នាំនៅពេលមានព្រះជន្ម29ព្រះវស្សាព្រះសិទ្ធត្ថបានយាងទៅសាងភ្នោះក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល6ឆ្នាំព្រះអង្គក៏បានត្រាស់ដឹងក្លាយជាព្រះពុទ្ធនៅថ្ងៃពុធពេញបរមីខែវិសាខឆ្នាំរកានាវេលាទៀបភ្លឺព្រះបរមគ្រូនៃយើងទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារពេញបរមីខែវិសាខឆ្នាំម្សាញ់នៅពេលដែលព្រះអង្គមានព្រះជន្ម80ព្រះវស្សារហូតមកដល់ពេលនេះព្រះសមណីបានរលត់សង្ខារអស់រយៈពេល2564ឆ្នាំហើយយើងសង្កេតឃើញថាព្រះសាស្តាទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វាននៅក្នុងថ្ងៃ15កើតពេញបរមីខែវិសាខដូចគ្នាគឺខុសតែឆ្នាំប៉ុណ្ណោះដូច្នេះហើយបុណ្យវិសាខបូជាគឺតំណាងឲ្យថ្ងៃទាំង3នេះឯងសូមអនុមោទនា